đi dương tạm đón vào bạch tịch về ok lấy dương ban ở cùng món đã hái trắng cùng món mùi đó cùng nói hay dương lọc vía dương vay viên chu tiếng bồn vay mình xuống bồn nào thế ngày nay dương mà hồi chuột nhiều bình đòn tiền hay ngày nay cục lại đấy chứ ngày nay dương ăn miên ấy chứ nào thế ngày nay nhom phơ video muối chạy để cho mong bồn này hai ngày nay dương miên cùng món bảy crop tái xong vô tại mùi crop thế vô mặt phơ nàyហើយយកមកធ្វើហ្នឹងតែយើងធ្វើអីអញ្ចឹងតោះយើងចាប់ផ្ដើមទាំងអស់គ្នា let's go អូខេឥឡូវយើងមានពងមាន់មួយគ្រាប់ហើយអញ្ចឹងយើងយកចានមកយើងយកចានមកនេះយើងគោះពងមាន់ដាក់ក្នុងនេះយើងតែម្ដងវ៉ាវបាច់តិចទៅអូខេឥឡូវយើងបានគោះមាន់ដាក់ហើយអញ្ចឹងពងមាន់មួយហ្នឹងយើងគោះមកហើយយើងក្លុកវាយើងវាយវាយូរទេបងប្អូនវាយវាឲ្យឡើងថាឡើងមេនេះឡើងវាយឡើងដូចមេម្សៅហើយតែហ្នឹងយើងវាយហ្នឹងវាយយើងយូរបន្តិចបងប្អូនហើយវាយហ្នឹងមកហេយើងវាយវាហ្នឹងយូរទេបងប្អូនឲ្យវាយូរបន្តិចហើយនៅពេលយើងវាយយូរជាងទៅឲ្យវាចេញពុះហ្នឹងលក្ខណៈចេញពុះយើងខ្លាំងហើយបានយើងចាប់ផ្ដើមដាក់ទឹកដាំពុះចូលបងប្អូនហើយដាក់ទឹកដាំពុះចូលតាមតិចវាណៃកុំដាក់ខ្លាំងពេកដាក់ច្រើនពេកវាចូលរាវខ្លាំងហ្នឹងបងប្អូនយើងវាយជាងឲ្យវាចូលខាប់តិចបងប្អូនហើយយើងវាយបែបហ្នឹងមករៀងយូរទេបងlại nó xa dươngធ្វើឲ្យមានគុណភាពមានវាយយូរនៅបងគេបន្ទាប់យើងវាយឡើងពពុះឲ្យច្រើនពេញចានហ្នឹងមកចាំយើងបន្តធ្វើមួយ step ទៀតហ្នឹងហើយ step ទៀតហ្នឹងយើងធ្វើលាក់សិនអត់ប្រាប់ទេតាមចប់ខ្ញុំប្រាប់ចំណងជើងថាធ្វើវីដេអូអីnữaចឹងខ្ញុំសុំលាក់ហ្នឹងខ្ញុំវាយពងមាន់ដំបូងខ្ញុំវាយពងមាន់សិនវាយចឹងទៅធ្វើឲ្យពងមាន់យើងឈ្ងុយបងប្អូនអូខេហើយវាយបែបហ្នឹងមកអូខេឥឡូវខ្ញុំវាយចេញពពុះបានប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំសុំទៅយកអានេះដាក់មួយចំហៀងសិនមកចឹងសូមដាក់កែវចូលហ្នឹងខ្ញុំវែងហើយខ្ញុំហែកប្រភេទខ្ញុំហែកកាហ្វេខ្ញុំទិញមកកញ្ចប់ហ្នឹងបងសុំចាំផ្លែតបងនេះយូរនេះអូខេឥឡូវខ្ញុំចាក់កាហ្វេចូលម្ដងកាហ្វេចូលកែវខ្ញុំចឹងគ្រាន់តែឃើញហ្នឹងខ្ញុំដឹងថានឹងធ្វើអីខ្ញុំធ្វើជាប្រភេទកាហ្វេពងមាន់ហើយកាហ្វេពងមាន់តើខ្ញុំធ្វើហ្នឹងឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនធ្លាប់ធ្វើម្ដងដែរញ៉ាំទៅឆ្ងាញ់បងប្អូនហើយឥឡូវនេះយើងធ្វើម្ដងទៀតហើយមើលទឹកពុះសិនបានខ្ញុំចាប់ផ្ដើមដាក់ចូលក្នុងពងមាន់មួយហើយនឹងចូលក្នុងនេះមួយខ្ញុំឆុងណាបងប្អូនហើយកាហ្វេនេះលក្ខណៈកាហ្វេពងមាន់ក្តៅខ្ញុំធ្វើកាហ្វេពងមាន់ក្តៅកាហ្វេក្តៅពងមាន់វាយឲ្យចេញពុះសិនបងប្អូនពុះយ៉ាងច្រើនបន្តិចទោះបីជាគេធ្វើនំប្រាំងនំអីក៏គេវាយអាហ្នឹងឲ្យយូរដែរដើម្បីឲ្យវាឡើងមេឬឡើងមេខ្ញុំធ្លាប់វាយឲ្យម៉ាក់របស់ខ្ញុំហ្នឹងធ្លាប់វាយយូរដែរវាយឲ្យបានគេចាក់ម្សៅចាក់ស្ករចូលបងប្អូនបាននៅពេលដែលយើងចាក់នំទៅបានវាឡើងល្អឡើងប្រេះអញ្ចឹងបងប្អូនអូខេឥឡូវយើងបានប៉ុណ្្នឹងហើយអញ្ចឹងយកទឹកព្រៀងទុកសិនខ្ញុំចាក់ទឹកក្តៅដែលខ្ញុំដាំពុះហើយចាក់ចូលក្នុងចាននេះបន្តិចបងប្អូនហ្នឹងហើយចាក់ចូលបន្តិចហ្នឹងហើយចាក់ចូលបន្តិចទៅកុំឲ្យវា
ឲ្យវាឆ្អិនពងមាន់ទៀតហ្នឹងហើយកុំឲ្យវាដាក់ទៅទាំងឆាវអញ្ចឹងវាអត់ឆ្ងាញ់ទេសំចាំតិចសិនហ្នឹងហើយទឹកអត់តន់ពុះទេខ្ញុំកំពុងហើយនេះខ្ញុំក្លុកថែមទៀតសិនទេហើយកាហ្វេខ្ញុំក៏ខ្ញុំអត់ដាក់ស្ករដែរបងប្អូនដោយសារខ្ញុំអត់ចង់ខ្ញុំដកនឹងបើដាក់ស្ករទេដោយសារតែខ្ញុំគិតថាកាហ្វេនេះវាមានរសជាតិស្ករស្រាប់នេះផ្អែមឡំឡំអញ្ចឹងហ្នឹងហើយចឹងខ្ញុំអត់ដាក់ស្ករទេខ្ញុំយកតេតែម្ដងព្រោះខ្ញុំចូលចិត្តតេហ្នឹងហើយទឹកនឹងពុះហើយអញ្ចឹងខ្ញុំសុំចាក់ចូលទៅក្នុងពងមាន់អូខេឥឡូវយើងបានទឹកយើងពុះហើយនេះទឹកក្តៅតែម្ដងអញ្ចឹងទឹកក្តៅនេះខ្ញុំសូមអត់ចាក់ទេចាក់ទៅខ្លាចវានេះហៀហូអញ្ចឹងបងហ្នឹងយករភាដាក់តែម្ដងដួសដាក់តែម្ដងខ្ញុំបងដាក់អញ្ចឹងមកហើយយើងងាយស្រួលមើលវាដែរហ្នឹងហើយយើងដាក់ទឹកអញ្ចឹងមកងាយស្រួលមើលវាតើប្រមាណដែលយើងអាចលាយមកត្រូវអញ្ចឹងបងមើលដាក់មើលអូខេទឹកក្តៅដាំពុះបងភ្លាមហ្នឹងហើយឥឡូវនេះប៉ុណ្នេះបានហើយយើងខ្ញុំចង់ដាក់រៀងជ្រុលផងចង់ចូលរៀងគេហៅរៀងរាវហ្នឹងហើយវាអត់មិញដាក់តែមិននេះមិញបានល្អណាស់ប៉ុណ្ណឹងអីទេដាក់ហើយអញ្ចឹងយើងដាក់ចាប់ដើមនេះចាប់ដើមខ្ញុំចាប់ដើមយកទឹកនេះដាក់ចូលទៅក្នុងកាហ្វេម្ដងអូខេខ្ញុំធ្វើកាហ្វេក្តៅបងអូខេកាហ្វេកញ្ចប់របស់យើងហ្នឹងបងយើងកូរមកខ្ញុំយកមកល្មមមកនេះអូខេយើងមើលតំណងអូខេតិចទៀតដាក់មកល្មមមកទឹកយើងដែលយើងឆុងយើងក្តៅហ្នឹងដាក់មកល្មមមកអូខេប៉ុណ្ណឹងខ្ញុំយកទឹកប៉ុណ្ណឹងខ្ញុំយកចានទឹកដាក់ខាងនេះអ៊ូក្តៅបងប្អូនអូខេមើលលទ្ធផលកាហ្វេពងមាន់យើងចេញមកបែបណាអូខេចាំទៅទឹមរងចាំទាំងអស់គ្នាមើលតាមឡូយបងប្អូនកាហ្វេក្តៅពងមាន់អូខេឥឡូវយើងបានកូររួចរាល់ហើយយើងយកកែវរបស់យើងនេះយកកែវតូចរបស់យើងចាក់កាហ្វេចូលមានស្មៅទេបងប្អូនខ្ញុំព្រីននេះអូខេឥឡូវខ្ញុំយកកែវតូចរបស់ខ្ញុំយកមកចាក់ម្ដងអញ្ចឹងទី1ដំបូងស្មៅច្រើនហ្នឹងបងប្អូនវាមករោមកែវឥឡូវខ្ញុំចាក់កាហ្វេចូលមុនខ្ញុំសូមចាក់កន្លះកែវកាហ្វេអូខេប៉ុណ្ណេះអញ្ចឹងខ្ញុំចាក់ពងមាន់ខ្ញុំចូលដែរពងមាន់អូខេនេះចាក់អស់តែម្ដងទៅព្រោះអីអូខេប៉ុណ្ណឹងមកចាក់ពងមាន់នឹងចូលពុកបានទៀតអូខេឥឡូវខ្ញុំសូមសម្អាតកន្លែងនេះសិនកាហ្វេពងមាន់យើងរីករាល់ហើយអញ្ចឹងខ្ញុំសូមសម្អាតកន្លែងនេះតិចដោយសារតែវាកពុកហ្នឹងហើយអូខេឥឡូវយើងសម្អាតកាហ្វេពងមាន់យើងរីករាល់ហើយអញ្ចឹងយើងអាចទ្រីងបានហើយញ៉ាំបានហើយផឹកហើយអញ្ចឹងយើងចង់ដាក់តកបានដែរឈ្ងុយមែនតើឈ្ងុយមួយអញ្ចឹងសូមថតមួយសិនសូមថតអូខេហើយវីដេអូខ្ញុំក៏នេះដែរក៏ឈានដល់ទីបញ្ចប់ដែរបងប្អូនកុំភ្លេចជួយចុច Subscribe និងជួយដាក់រូបកណ្ដឹងអ្នកមួយមកដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតពី channel របស់ខ្ញុំបានអញ្ចឹងបងប្អូនអូខេអរគុណច្រើន
lại nhung xong thọt chị ai ông bọn mơ đi xin về tình nồng bên này á ok